thì đến số bát nhóm bát rider thêm những nhân vật gặp sự cùng với cho bát và thế tháoអ្នកកលហានអេមីលីរបស់យើងនេះក៏ប្រាប់ថានាងប្រូតស៊ូជាមួយស្ដេចវិស័យរបស់យើងណាយ៉ាងម៉េចតាស្ដេចវិស័យគេបានវាត្បូងមកវិញហើយមែនអញ្ចឹងយើងនេះក៏បាននិយាយថានាងប្រើដាក់សរសៃរបស់នេះដើម្បីស្លាប់ស្ដេចវិស័យរបស់យើងចោលភ្លាមហ្មងក៏ប៉ុន្តែបើយើងងាកទៅមើលខាងស្ដេចវិស័យមកអូរបស់យើងវិញគឺថាគេនឹងគិតអត់ចង់តស៊ូនៅឡើយគឺថាគេនឹងបានប្រាប់ថាអត់អីចឹងគេគឺជាអ្នកជួយព្រោះថាគេបើចាំតែចោលសមត្ថកិច្ចដើម្បីមកជួយគឺថាតើគេនេះគឺជាអ្នកជួយប្រជាជននៅទីនេះណាដល់យ៉ាងក៏បានធ្វើឲ្យអេមីលីរបស់យើងក៏បាននិយាយថាស្អីគេយ៉ាងម៉េចតាស្ដេចវិស័យនឹងគិតថានឹងចង់ជួយខំនៅលោកនៅទីនេះអញ្ចឹងមែនដល់អញ្ចឹងហើយស្ដេចវិស័យមកអូរបស់យើងគឺនឹងក៏បានប្រើវាត្បូងរបស់គេដើម្បីលើកថ្មចេញទៅអញ្ចឹងហើយគេនឹងក៏អាចជួយពួកមនុស្សបានម្ដងមួយទៅឬរូបភាពដែលនៅមុខរបស់អេមីលីរបស់យើងនឹងក៏បានធ្វើឲ្យនាងនឹកឃើញដល់អតីតកាលរបស់នាងគឺថាសម័យអតីតកាលដែលគេនឹងបាននៅក្មេងៗគឺកាលដែលនាងបាននៅ Entrance Disla គឺថាតាមពិតទៅនាងនឹងបានប្រើជីវិតរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយនឹងលោកប៉ារបស់នាងព្រោះហើយបើយើងមកទៅគឺថាអេមីលីរបស់យើងឆ្លាញ់ប៉ារបស់នាងខ្លាំងមែនទែនហ្មងក៏ប៉ុន្តែគឺថាមានថ្ងៃមួយគឺថាពួកអ្នកបួសជាមួយនឹងពួកអាស្វីនណាគឺថាគេនឹងបានរោនាងដល់ផ្ទះហ្មងគឺថាអេមីលីនៅពេលហ្នឹងគឺថានាងសប្បាយចិត្តមែនទែនហ្មងដែលពួកអាស្វីនជាមួយនឹងពួកអ្នកបួសបានរោនាងដល់ផ្ទះអញ្ចឹងណាអូលោកប៉ាគឺថាមើលទៅប្រហែលជាពួកគាត់មកជួយពួកយើងណាព្រោះថាមានពួកវិស័យសម្រុកចូលមកទីនេះហ៎ក៏ប៉ុន្តែប៉ារបស់គេក៏បានថាអូតាមពិតទៅម៉ែទេកូនព្រោះថាតាមពិតទៅពួកគេបានមកយកកូនទៅណាគឺថាប៉ាបានចិញ្ចឹមកូនមកគឺថាដើម្បីតែវេលាមួយនេះណាអេមីលីនាងក៏មិនសូវជាយល់ហើយចុះពួកគេយកខ្ញុំទៅណាទៅប៉ាលោកប៉ាក៏បានប្រាប់ថាអូតាមពិតទៅគឺថាកូនគឺជាមនុស្សម្នាក់ដែលអស្ចារ្យខ្លាំងណាគឺថាកូនគឺជាមនុស្សម្នាក់ដែលបានចាប់ជាតិមកពីលើឋានសួគ៌ណាព្រោះថាតាមពិតទៅម្ដាយរបស់កូនគឺជាទេវតាអញ្ចឹងហើយគឺថាប៉ាក៏បានយកគ្នាជាមួយនឹងទេវតាទៅណាកូនហើយមកប៉ាអស្ចារ្យទេកុំមើលងាយឃើញមុខប៉ាអញ្ចឹងប៉ាលយណាអេមីលីបានលឺជាងហើយគឺថានាងក៏បានរៀងឆ្ងល់យ៉ាងម៉េចតាអ្នកម៉ាក់ហ្នឹងគឺជាទេពអប្សរអញ្ចឹងមែនហើយចុះម៉េចតាកូនហ្នឹងត្រូវចាក់ចេញពីប៉ាអញ្ចឹងមែនលោកប៉ាគាត់នឹងក៏បានអោបអេមីលីរបស់យើងចាក់លាណាគាត់នឹងក៏បាននិយាយថាគឺថាប៉ាអត់ឯងទៅតាមកូនបានទេគឺថាកូននឹងគាត់ឯងត្រូវជួយខាងមនុស្សជាតិឲ្យបានដល់ចឹងហើយទៅខាងអាណាចក្រហ្នឹងគេនឹងក៏បាននាំអេមីលីរបស់យើងចាក់ចេញទៅលុះក្រោយពេលដែលអេមីលីរបស់យើងនេះបានចាក់ចេញពីភូមិអស់រយៈពេលមិនបានប្រហែលថ្ងៃផងហ្នឹងក៏ស្រាប់តែផ្ទះរបស់គេហ្នឹងគឺថាភូមិផលរបស់គេហ្នឹងត្រូវបានពួកវិស័យសម្រុកចូលមកកំតិចកំទីខ្ទេចតែម្ដងគឺថានៅមុខដោយអា Lucifer ណាឯគេអាវិស័យ Lucifer អញ្ចឹងហើយទៅធ្វើឲ្យខាងអ្នកបោះគាត់នឹងក៏បាននិយាយថាគឺថាតាមប៉ាទៅអេមីលីរបស់យើងនេះនឹងគឺជាមនុស្សម្នាក់ក្មេងស្រីម្នាក់ដែលអាចមានវេទមន្តដែលថាអស្ចារ្យណាព្រោះថានេះនឹងគឺជាកូនកាត់ជាមួយទេពអប្សរជាមួយនឹងមនុស្សអញ្ចឹងគឺថាមានតែក្មេងស្រីម្នាក់តែប៉ុណ្ណោះនៅលើលោកនេះដែលអាចប្រើប្រាស់ដោយស័ក្តិសិទ្ធិបាននោះគឺជាអេមីលីរបស់យើងឯបាទដល់យ៉ាងហើយអេមីលីដែលការនៅក្មេងបែបនោះព្រោះថាគេមានភាពសោកស្ដាយនៅក្នុងខ្លួនអញ្ចឹងទើបនាងក៏មិនចាំនោះយោយដល់យ៉ាងហើយទៅធ្វើឲ្យអេមីលីរបស់យើងដែលនៅវ័យក្មេងដែលនាងមានពោពេញទៅដោយភាពសោកសៅនិងភាពគុំគួនទើបនាងនឹងក៏សម្រេចចិត្តឲ្យខាងពួកអ្នកបោះនឹងជួយបង្រៀនវឹកហាត់និងការប្រើយុទ្ធសាស្ត្រទៅលើនាងរួចយើងក៏រៀបពីមើលខាងពេលបច្ចុប្បន្នវិញគឺថាពេលនេះស្ដេចវិស័យមកអូរបស់យើងគឺនឹងក៏បានជួយមនុស្សលោកយ៉ាងមានសុខភាពតែម្ដងឬខាងសេដ្ឋកិច្ចចាស់របស់យើងគឺថានេះក៏មានសុខភាពល្អទេដល់យាយខាងលោកប៉ូលីសក៏នឹងក៏បានឃើញនេះតាមប៉ាទៅនេះគឺជាកូនស្រីរបស់លោកសារវត្តតានេះដល់យាយខាងលោកប៉ូលីសក៏នឹងក៏បានថាអត់អីចាំគាត់នឹងគឺជាអ្នកទៅហៅខាងប៉ារបស់គេមកឲ្យណាដល់យាយខាងស្ដេចវិស័យមកអូគេនឹងក៏បានថាអត់អីចឹងចាំគេទៅមុនណាព្រោះថាបើសិនណាជាប៉ារបស់គេបានមកឃើញសកម្មភាពកូនស្រីរបស់គេដែលបានចេញដែកជាមួយនឹងមនុស្សប្រុសចឹងមើលទៅហាច់វាមិនសូវល្អអញ្ចឹងគឺថាគេនឹងសុំខ្លួនទៅមុនណាឬខាងស្ដេចវិស័យរបស់យើងនឹងគេក៏បានប្រាប់ទៅខាងអ្នកក្លាហានអេមីលីរបស់យើងឲ្យបានបែងចែកផ្លូវគ្នាបានទៅផ្ទះវិញទៅព្រោះថាតាមប៉ាទៅយ៉ាងហោចណាស់ថ្ងៃនេះគឺថាគ្មានបណ្ដាគេហ៊ានមកតស៊ូជាមួយពួកយើងទៀតទេដល់ចឹងអេមីលីនេះក៏បានថាអើចុះឯងនឹងដាំដល់របៀបណាទៅស្ដេចវិស័យគេក៏បានថាតាមប៉ាទៅគេគ្រាន់តែសន្និដ្ឋានណាព្រោះថាពេលហេតុការណ៍ដែលបានកើតឡើងជាមួយនឹងគេហើយនឹងស្ដេចវិស័យណាគឺថាតាមប៉ាទៅខណៈដែលពេលអាគារវាបានបាក់ចោះមកតាមប៉ាទៅប្រហែលជាមានពួកមនុស្សអាក្រក់ណាវានឹងបាននៅក្បែរនឹងជាមិនខាននេះក៏ប៉ុន្តែគឺថាពេលនេះវាចៃដន្យពេកដោយសារតែកម្លាំងវេទមន្តរបស់ស្ដេចវិស័យគេបានវត្តត្រឡប់មកវិញអញ្ចឹងទៅធ្វើឲ្យពួកហ្នឹងវាហ៊ានតស៊ូព្រោះថាខ្លាចស៊ីកចាប់ជើងស៊ីដាប់ដៃរបស់ស្ដេចវិស័យអញ្ចឹងណាលុះពេលក្រោយមកក៏បានធ្វើឲ្យមិត្តភក្តិរបស់អេមីលីរបស់យើងនេះក៏បានមករកអេមីលីដែរព្រោះថានេះនឹងបារម្ភទៅលើអេមីលីដែលបានកើតហេតុរឿងហ្នឹងអញ្ចឹងណាអញ្ចឹងហើយក៏បានធ្វើឲ្យអេមីលីរបស់យើងនេះក៏បានទៅផ្ទះរបស់មិត្តភក្តិរបស់នាងទៅមិត្តភក្តិរបស់នាងនឹងក៏បានធ្វើម្ហូបឲ្យនាងញ៉ាំហើយនាងក៏បាននិយាយថាឲ្យអេមីលីរបស់យើងនៅទីនេះហើយដេកនៅហ្នឹងហើយគឺថានាងនឹងបារម្ភទៅលើអេមីលីព្រោះថាតាមពិតទៅគ្រួសាររបស់នាងពីមុនមកហ្នឹងក៏ធ្លាប់តែជួបបដិហេតុទាំងដូចគ្នាដែរអញ្ចឹងទៅនាងនឹងបារម្ភទៅលើមិត្តភក្តិអញ្ចឹងណាលុះពេលប្រថេបន្ទាប់គឺថាពេលនេះអ្នកក្លាហានរបស់យើងនឹងនាងនឹងក៏បានមកដល់ផ្ទះរបស់ស្ដេចវិស័យទៀតហើយគឺថានាងនឹងបានយកលុយមកសងឲ្យស្ដេចវិស័យរបស់យើងវិញណែយកលុយរបស់វិញទៅណែគឺថាពេលនាងក៏បានសួរទៅស្ដេចវិស័យថាស្ដេចវិស័យយ៉ាងម៉េចហើយស្ដេចវិស័យគេនឹងក៏បានថាតាមពិតទៅគឺថាគេនៅអត់អីក៏ប៉ុន្តែគឺថាអានសៀលគឺថាគេនឹងបានគៀបសង្កត់ទៅលើចិត្តរបស់គេណាគឺថាគេរៀងខូចចិត្តតិចហើយព្រោះថាគេនឹងអត់មានផលប្រយោជន៍អីគេដល់យើងអញ្ចឹងអាម្សិលមិញហ្នឹងគឺថាវាអត់ប្រយោជន៍អញ្ចឹងគឺថាវាអន់ចិត្តគឺថាគេនឹងបានរស់នៅជាមួយនឹងគ្នាក៏ប៉ុន្តែគេនឹងបែរជាមិនអាចជួយស្ដេចវិស័យរបស់យើងបានអញ្ចឹងទៅធ្វើឲ្យគេនឹងបានបន្ទោសខ្លួនឯងមកយកតោះភ្លឺយកមិញដល់យាយខាងស្ដេចវិស័យគេនឹងក៏បានសួរទៅវិញហើយចោះខាងអ្នកខាងអេមីលីវិញគឺថាយ៉ាងម៉េចហើយចោះដល់អញ្ចឹងអេមីលីនឹងក៏បានថាឯងមិនចាំបាច់
បារម្ភមកលើខាងសត្រូវដូចជាយើងកុំបារម្ភអីណាឈើគេថានេះណារបៀបថៃកុំអញ្ចឹងហីតែផ្សាយគេនឹងក្បាលថាអូខេឥឡូវបើសិនជាចប់រឿងរ៉ាវហើយបកក្បាលទៅវិញទៅជឿតែឆ្ងាយគឺថាពេលហ្នឹងខណៈដែលអេមីលីរបស់យើងនេះបានចាក់ចេញទៅផ្ទះវិញក៏ស្រាប់តែនេះហ្នឹងតម្លៃជើងដួលកាប់មុខបងដល់ជាងក៏បានធ្វើឲ្យនេះមានរបួសណាចុងក្រោយចោលឡើងក៏បានចូលមកក្នុងបន្ទប់របស់ផ្សាយរបស់យើងតទៅបានអង្គុយស្គៀមមកចាំគេនឹងធ្វើរបួសឲ្យអង្គុយស្គៀមមកដល់យ៉ាងឯខាងអាស៊ីក៏បានថាអូផ្សាយគឺថានៅផ្ទះរបស់យើងអត់មានតាកុលទេអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅអាចលារបួសនេះបានទៅណែគឺថាមានតែបងសិតបិទតបើ100រៀល100រៀលណាគឺថាផ្ទះរបស់យើងហ្នឹងគឺអនាថាអញ្ចឹងហើយក្រណាដល់យ៉ាងឯការផ្សាយគេនឹងក៏បានប្រើឲ្យអាស៊ីរបស់យើងទៅទិញថ្នាំពីកន្លែងពេទ្យមកទៅទិញទៅគឺថាវាមិនថ្លៃប្រហែលទេតិចតួចណាអញ្ចឹងក៏បានធ្វើឲ្យផ្សាយរបស់យើងហ្នឹងគេក៏បានយក Herodoi យកមកលាបទៅលើស្បែករបស់ Emily របស់យើងសិនទៅណែ Emily លាបសិនទៅអ្នករងចាំថ្នាំមកសិនណាព្រោះពេល Emily របស់យើងគេបានឃើញយ៉ាងភ្លាមគឺនឹងក៏បានក៏វាដៃជាភ្លាម Herodoi អីមកបកាច់អាលបកាច់អានេះកៅនេះកៅ502អាលបកាញ់ក៏តែគឺថាតាមបាត់ទៅនៅពេលដែលនាងបានខឹងអញ្ចឹងគឺថានាងមិនខឹងតែរឿងមួយហ្នឹងមួយទេគឺថានាងនឹងបានខឹងថាហើយបានផ្សាយរបស់យើងបានធ្វើខ្លួនអញ្ចឹងទៅផ្សាយមកអូរបស់យើងគេក៏បានឆ្លោះស្អីគេថាធ្វាន់ធ្វើរឿងអញ្ចឹងមែនតែវាជារឿងអីគេទៅ Emily បាននិយាយថាធ្វើខ្លួនអញ្ចឹងមានន័យថាគេធ្វើខ្លួនអញ្ចឹងអីគឺថាផ្សាយរបស់យើងគេបានមកយកចិត្តទុកដាក់ជាមួយនឹងខាងមនុស្សលោកណាយ៉ាងម៉េចតែផ្សាយធ្វើចឹងទៅអីគឺថាមិនត្រឹមតែប៉ុណ្្នឹងគឺថាផ្សាយរបស់យើងគេថែមទាំងខំប្រឹងធ្វើការនៅកន្លែងធ្វើការថាប់ហាងទេផងអញ្ចឹងគឺថាគេធ្វើអញ្ចឹងដើម្បីទៅគឺថា Emily របស់យើងនេះឆ្លោះខ្លាំងមែនទេមកថៃទៅបានផ្សាយរបស់គេអាចធ្វើទៅបានព្រោះថាហេតុអ្វីបានជាធ្វើអញ្ចឹងណាហើយថែមទាំងបានជួយទៅលើលំខំមនុស្សលោកថែមទេផងគឺថានាងផ្ទាល់នឹងអត់យល់ថាអ្វីបានជាផ្សាយរបស់យើងបានធ្វើរឿងរ៉ាវដ៏ល្អអញ្ចឹងទៅលើនាងណាហើយទៅបានជាផ្សាយបែរជាទៅជួយខាងមនុស្សលោកបែបនេះអញ្ចឹងពេលនេះគឺថាក៏បានធ្វើ Emily របស់យើងបានយកនេះក៏បាននិយាយថាហើយទៅបានជាផ្សាយរបស់យើងមានចរិតរឹកពីមើលទៅគឺជាមនុស្សល្អបែបនេះក៏ប៉ុន្តែហើយទៅបានជាបែរជាសម្លាប់លោកអពរបស់នាងបែបនេះទៅវិញហើយចុះហើយបានជាត្រូវដុតកំតិចកំទីទៅលើភូមិផលរបស់នាងទៅវិញហើយទៅវិញធ្វើបែបនេះទៅអីគឺថាពេលនេះ Emily របស់យើងនេះក៏បានជារឿងរ៉ាវក្នុងចិត្តរបស់នាងបាននិយាយចេញមកនេះក៏បាននិយាយថាពួកផ្សាយគឺជាមនុស្សអាក្រក់ពួកផ្សាយគឺជាមនុស្សម្នាក់ដែលខូខើស្ដាហៅដេរឆាខ្លាំងបំផុតហើយទៅបានជាគេហ៊ានធ្វើរឿងរ៉ាវបែបនេះទៅលើខាងមនុស្សលោកទៅវិញហើយទៅគឺថាភាពគង់គន់នឹងការចោទកំហឹងរបស់ Emily របស់យើងនៅក្នុងចិត្តទៅគឺថានាងប្រឆាំងខ្លាំងមែនទែនហ្មងនាងបាននិយាយថាបើសិនជាផ្សាយរបស់យើងគេបានស្លាប់ទៅគឺថានាងក៏គ្មានថ្ងៃលើកលែងទោសឲ្យផ្សាយរបស់យើងនោះឡើយដល់យ៉ាងហើយក៏បានធ្វើឲ្យនាងបានអង្គុយយំតែម្នាក់ឯងអញ្ចឹងព្រោះថាដោយសារតែផ្សាយហ្នឹងហើយបានយកភាពក្តីស្រឡាញ់និងភាពកក់ក្ដៅរបស់នាងបានចាក់ចេញទៅពីនាងដល់យ៉ាងហើយក៏បានធ្វើឲ្យផ្សាយរបស់យើងហ្នឹងគេក៏រៀងមានការខកចិត្តទៅព្រោះថាតាមពិតទៅគេហ្នឹងក៏យល់ហើយព្រោះថាការដែលគេបាននៅលោកនោះគឺថាគេហ្នឹងបានស្លាប់មនុស្សលោកអស់ច្រើនមែនទែនហ្មងគឺថាទាំងដែលគេមិនដែលក៏រឿងដ៏ល្អនោះឡើយអញ្ចឹងហើយទៅធ្វើឲ្យគេហ្នឹងក៏បានសុំទោសទៅលើ Emily ផងណាព្រោះថាការដែលគេបាននៅទីនោះគឺថាគេហ្នឹងមិនសូវជាស្គាល់ជាមួយនឹងខាងមនុស្សលោកប្រហែលទេលុះពេលដែលគេបានវិលមកដល់ទីនេះទៅធ្វើឲ្យគេហ្នឹងបានរស់នៅជាមួយនឹងខាងមនុស្សលោកចិត្តស្និទ្ធទៅណាចេះតែធ្វើឲ្យគេរៀនស្គាល់មនុស្សលោកតិចទៅរួចខណៈតែមួយខណៈដែលពេលសាស្ត្រកិច្ចចាំងរបស់យើងនាងបានបើកទ្វារចូលមកគេថានាងហ្នឹងបានមកជួយជាមួយនឹងចង្វាក់ដែលផ្សាយរបស់យើងគេបានសុំទោសទៅលើ Emily ខណៈដែលពេលដែល Emily របស់យើងកំពុងតែអង្គុយយំណាអញ្ចឹងគេក៏បានថាអូតាមពិតទៅគឺថាខ្ញុំបានទៅជួយជាមួយនឹងអ្នកនាងសាស្ត្រកិច្ចរបស់យើងតាមផ្លូវណាអញ្ចឹងទៅខ្ញុំនឹងក៏បាននាំនាងមកណាក៏ប៉ុន្តែបើគេបាននាំមកខកចង្វាក់គឺថានាំមកចងចង្វាក់ពេលដែល Emily របស់យើងកំពុងតែយំអញ្ចឹងទៀតអញ្ចឹងទៅធ្វើឲ្យសាស្ត្រកិច្ចរបស់យើងនាងហ្នឹងក៏យកច្រឡំណាអញ្ចឹងគឺខ្ញុំហ្នឹងលេងរំខានអីចឹងអើយទៅវិញអើយខណៈទីមួយម្ចាស់ apartment ហ្នឹងគេក៏បានដើរចុះមកហើយថាតែគាត់ហ្នឹងបានជួយជាមួយនឹងហេតុការណ៍មិនបានកើតឡើងដែរអញ្ចឹងណាគឺថាគាត់ហ្នឹងក៏បានហុចឯកសារមួយទៅឲ្យខាងទូតឯករបស់យើងបានមើលព្រោះថាតាមពិតទៅគឺថាគាត់ហ្នឹងចង់ផ្លាស់ប្ដូរ apartment ហ្នឹងឲ្យទៅជាថ្មីអញ្ចឹងណាទៅគាត់ហ្នឹងក៏ត្រូវការស្ម័គ្រចិត្តពីអ្នករស់នៅដូចគ្នាមិនត្រឹមតែប៉ុណ្្នឹងឲ្យថាតែគាត់ហ្នឹងបានដឹងរឿងរ៉ាវតាក់ទោជាមួយនឹងវេទមន្តខាងលោកខាងនោះថែមទៀតផងគឺថាគាត់ហ្នឹងបានយល់តាក់ទោជាមួយនឹងការសូណាជាមួយនឹង link ជាមួយនឹង ID អញ្ចឹងទៅគាត់បាននិយាយថាគឺថាអំបញ្ញមិញហ្នឹងគឺវាមានផលប៉ះពាល់ទៅដល់ក្មេងស្រីម្នាក់អំបញ្ញមិញអញ្ចឹងណាណែឯងប្រយ័ត្នតាមនាងទៅមុននឹងវាហួសពេកណាព្រោះខាងសាស្ត្រកិច្ចរបស់យើងខណៈដែលពេលនេះកំពុងធ្វើដំណើរតាមផ្លូវនេះនឹងក៏បែរជាមកជួយជាមួយនឹងបរិសុទ្ធចម្លែកមុខម្នាក់ឬខាងកំឡុងនេះគឺថាវានឹងអាចសង្កេតតាក់ទោជាមួយនឹងកម្លាំងចិត្តរបស់នាងបានគឺថានាងនឹងមានផលប៉ះពាល់ជាមួយនឹងសម្ព័ន្ធភាពជាមួយនឹងខាងសាស្ត្រកិច្ចរបស់យើងដល់យ៉ាងហើយទៅវានឹងក៏បានផ្លាស់ប្ដូរស្ថានភាពនឹងចាប់យកនាងតែម្ដងគ្មានទេពេលនឹងវានឹងក៏បានបើកខ្សែរបស់វាចេញមកភ្លាមហ្មងដល់យ៉ាងខាងសាស្ត្រកិច្ចរបស់យើងជាមួយនឹងអ្នកក្លាហានគេនឹងក៏បានរត់មកមើលថាវាមានរឿងអ្វីកើតឡើងណាលុះពេលដែលសាស្ត្រកិច្ចរបស់យើងក៏បានរត់ទៅដល់ចិត្តគឺថាគេនឹងអាចចាំបានណាហេយយ៉ាងម៉េចតាមួយនេះវានឹងមានជីវិតរស់នៅអញ្ចឹងមែនគឺថាតាមពិតទៅវានឹងគឺជាកូនចៅអង្គរៈទាំង4របស់វាក្នុងចំណោមម្នាក់ដែលមានឈ្មោះថា Lucifer ដល់ចៃក៏បានធ្វើ Emily របស់យើងនេះភ្ញាក់ផ្អើលមែនទេហ្មងព្រោះថាពេលដែលបាននៅលោកនោះគឺថានាងនេះគឺជាអ្នកតស៊ូជាមួយណាមួយនឹងអញ្ចឹងហើយថែមទាំងនាងបានស្លាប់គេចោលថែមទៀតផងដល់យ៉ាងខាងផ្សាយរបស់យើងគេនឹងក៏បានដឹងណាអូតាមពិតទៅមើលទៅប្រហែលជាឯងមានរឿងរ៉ាវតាក់ទោជាមួយនឹងមនុស្សដែលបាននៅក្បែរឯងជាមិនខានទេគឺថាម្នាក់ក្នុងចំណោមម្នាក់បួសនៅក្នុងពួកអ្នកក្លាហានដែលមានឈ្មោះថា Obamayer លុះពេលដែលគេបានលើបែបនេះហើយគេនឹងក៏បានលេងមកចេញមកគេនឹងបានថាពិតមែនហើយគឺថាគេនេះគឺជា Obamayer ព្រោះពេលអ្នកក្លាហាន Emily របស់គេបានឃើញភ្លាមគេនឹងបានថាអោហើយចុះមិនបានជាលោកអីទៅរួមដៃគ្នាជ
ជាមួយនឹងអាលូលីហ្វឺអញ្ចឹងទៅវិញដោយតែខាងតែវិស័យគេនឹងបានដឹងរឿងរ៉ាវអស់ណាគេក៏បានថាអូតាំងពីទៅប្រហែលជាគេនឹងបានគិតថានៅពេលដែលបានបញ្ចប់សង្គ្រាមបើទៅប្រហែលជាគេនឹងមិនចោយខាងពួកអ្នកក្លាហានមកដាក់តោគេអញ្ចឹងទៅគេនឹងក៏ចង់បញ្ចប់ជាមួយទៅលើអ្នកក្លាហានទៅគឺថាតាមពិតទៅគេនឹងបានសន្យាគ្នាជាមួយនឹងអាលូលីហ្វឺបានណាថាបើសិនណាជាគេអាចធ្វើបានសម្រេចគេនឹងបញ្ជូនអាលូលីហ្វឺរបស់យើងឡើងទៅខាងឋានសួគ៌ណាដោយយើងក៏បានធ្វើឲ្យលោកអបានឹងគេក៏បានថាអូស្អីគេតែឯងបានដឹងរឿងរ៉ាវនេះបានរបៀបណាទៅអូឯងពិតជាប្រកែកខ្លាំងមែនទែនមកឯងពិតជាប្រកែកមកនេះតែខ្សែរបស់យើងគេក៏បានថាអូតាមពិតទៅគឺថារឿងរ៉ាវទាំងអស់នេះគឺថាវានឹង easy មែនទែនមកសម្រាប់គេណាព្រោះថាគេនឹងបានមើលតាមគេហៅថាគំនូសជីវចលឬមួយក៏ anime ឬមួយក៏ page manga ណាដោយយើងក៏បានធ្វើឲ្យការិយាអនសិរបស់យើងគឺថាគេនឹងអត់សូវជាពេញចិត្តប្រហែលនេះលោកតែវិសាច់លោកប្តីឯងហ៊ានយល់លេខរបស់គេនឹងដែលខំរោគមកយ៉ាងហត់ហ្នឹងយកទៅទិញ manga មកមើលចឹងមែនតែតែផ្ទះរបស់យើងហ្នឹងគឺជាផ្ទះអ្នកក្របំផុតណាបែរជាយកលុយដល់មួយចំនួនធំហ្នឹងយកទៅទិញសៀវភៅ anime មើលហើយថាតែបានទិញ manga មើលថែមទៀតផងក៏ប៉ុន្តែគឺថាខណៈតែពេលគេកំពុងតែឆ្លោះគ្នានិយាយគ្នាមិនទាន់តែបានប្រមាណផងក៏បែរជា Lulifer វាបានប្រើពីរបស់បាញ់មកពីងហ្មងដល់ពេលបានធ្វើឲ្យគ្រាប់សល់បាញ់ត្រូវអនសិរបស់យើងភ្លាមមកដាំគ្រាប់បួមុនពេលដែលអនសិរបស់យើងគេបានស្លាប់ហើយគេនឹងបានផ្ដាំទៅលោកប្តីរបស់គេណាគេនឹងបានថាលោកប្តីគឺថាមុនពេលដែលអូនស្លាប់គឺថាខ្ញុំសូមផ្ដាំទៅលោកប្តីឯងក្នុងមួយខែទិញ manga ទៅមួយក្បាលបានគឺថាយើងក្រប្រយ័ត្នលុយតិចទៅបងកាច់រួចដល់ពេលហ្នឹងខាង Lulifer គេនឹងបានប្រើវត្ថុរបស់គេម៉ាយ៉ាងអស្ចារ្យមែនទេមកអ្នកគ្នាបានប្រើវត្ថុបាញ់លពីងដល់ពេលគេបានធ្វើឲ្យខ្សែវិស័យជាមួយនឹង Emilia ពួកគេនៅគ្នារត់ទៅ Emilia នេះខុសខ្លាំងមែនទេបងនេះក៏បានថាតាមពិតទៅពួកយើងទាំងពីរនាក់គឺថាធ្វើមានវេទមន្តសោះក៏ប៉ុន្តែបើជា Lulifer នឹងវាមានវេទមន្តខ្លាំងមកម៉េះហើយតើវានឹងបានធ្វើដល់របៀបណាទៅតែវិស័យគេនឹងបានថាគឺថាតាមពិតទៅវានឹងគឺបានកើតឡើងដោយសារតែភាពគុំគួននិងភាពខុសខើនឹងការកំសត់របស់គេណាព្រោះតាមរយៈនេះគេនឹងបានបើកមើល TV អញ្ចឹងទៅគេនឹងបានដឹងថារយៈនេះគឺវាមានរឿងរ៉ាវកើតឡើងច្រើនមែនទេបងឬនោះក៏គឺជាស្នាដៃរបស់ Lulifer ណាអញ្ចឹងហើយក៏បានធ្វើឲ្យ Lulifer វាក៏បានហោះចូលមកជិតវាក៏បានថាយ៉ាងម៉េចថាខាងលោកតែវិស័យអីនឹងដឹងរឿងរ៉ាវនេះចឹងដែរមែនតែវិស័យគេនឹងបានថាអូតាមពិតទៅគឺថាយើងអរគុណឯខ្លាំងមែនទេព្រោះថាហេតុការណ៍ដែលបានកើតឡើងនៅពេលបាក់គាថ្ងៃនោះណាគឺថាពេលហ្នឹងបានធ្វើឲ្យគេនឹងបានរួបកម្លាំងវេទមន្តរបស់គេបានវិលមកវិញណាចុយទៅធ្វើឲ្យគេនឹងបានដឹងហើយថានៅពេលវេទមន្តរបស់គេដែលបានវិលមកវិញគឺថាគេនឹងបានមានភាពបារម្ភទៅលើខាងមនុស្សលោកនិងក្តីសង្ឃឹមរបស់មនុស្សលោកចុយទៅធ្វើឲ្យវេទមន្តរបស់គេនឹងអាចវិលត្រឡប់ចូលខ្លួនរបស់គេវិញបានណាលុះពេលដែល Lulifer បានលើបែបនេះហើយវាក៏បាននិយាយថាឲ្យជាប់មិនតែវិស័យបានដឹងរឿងរ៉ាវនេះហើយហើយទៅបានតែវិស័យអីមិនព្រមប្រើវេទមន្តរបស់តែវិស័យអីដើម្បីរួបកម្លាំងវេទមន្តវិលមកវិញទៅតែវិស័យគេនឹងបានថាដោយសារតែគេស្រឡាញ់នោះអីព្រោះថាគេនឹងបានស្រឡាញ់ពិភពលោកនេះស្រឡាញ់ការរស់នៅបែបនេះហើយក៏ស្រឡាញ់ប្រជាជននៅទីនេះផងដែរចាគឺថាគេនឹងគ្មានថ្ងៃធ្វើរឿងរ៉ាវបែបនោះបាននោះឡើយព្រោះថាគេនឹងគ្មានថ្ងៃស្លាប់មនុស្សលោកនៅលើរូបនេះនោះឡើយដល់យាយខាង Lulifer វានឹងបានថាមើលទៅខាងលោកតែវិស័យពិតជាអត់តន់ខ្សោយខ្លាំងមែនទេម្ដងទៅគេនឹងបានប្រើចំណុចខ្សោយរបស់គេជីមកភ្លាមរួចនោះក៏គឺជាអូនសាសុគីរបស់យើងនឹងឯងបាទគឺថាតាមពិតទៅវានឹងបានសង្កត់ចិត្តវិញ្ញាណទៅលើអូនសាសុគីរបស់យើងហើយថែមទាំងបានប្រើការកិតរបស់នាងនឹងដើម្បីមកធ្វើជាកម្លាំងធាតុរបស់គេថែមទៀតផងដល់ពេលខាង Lulifer វានឹងបានប្រើបទនោះបាញ់ពីងទៅលើខាងតែវិស័យជាមួយនឹង Emilia ដល់ថ្នាក់ធ្វើឲ្យពួកគេទាំងពីរនាក់នៅក្នុងរត់ចែកជើងគ្នាហ្មងដល់ពេលគ្មានទៅតែវិស័យរបស់យើងបានត្រូវមកគ្រាប់ដាក់បួអើយឈឺអើយដល់ពេលគេបានរត់ទៅរត់មកក្បែរជាត្រូវបានអបារបស់យើងគេបានឈោពាំងមកពីមុខគេនឹងក៏បានបាញ់ដែរអញ្ចឹងណាអបាគេនឹងបានថានេះក៏គឺជាវេទមន្តដូចគ្នាដែរណាវាមានឈ្មោះថាគ្រាប់កំភ្លើងគ្រាប់កំភ្លើងឯងស្គាល់ឬអត់វានឹងក៏អាចសម្លាប់ឯងបានដែរណាលុះពេលតែវិស័យគេបានឃើញបែបនេះហើយគេនឹងក៏រៀងតបចិត្តឲ្យបានគេនឹងក៏បានចាប់ដៃ Emilia របស់យើងនឹងរហូតហើយក៏បានវត្តទៅដល់កន្លែងផ្សេងមួយភ្លាមទៅ Emilia នេះក៏រៀងសង្ស័យរចុះឯងនឹងបាននាំយើងមកកណ្ដាលទីក្រុងនេះធ្វើអីទៅអីឯងមានមើលថានៅទីនេះមានមនុស្សច្រើនណានៅពេលពេញហ្នឹងហ្មងនេះឬខាង Lulifer ជាមួយនឹងអបាពួកគេនឹងក៏បានហោះតាមមកដូចគ្មានបាក់អីសោះមកអ្នកគ្នាទៅវានឹងក៏បានធ្វើសង្គ្រាមយ៉ាងយកជាការមែនទេហ្មងគេនឹងក៏បានប្រើពីរបស់គេដាក់ពីងម៉ាស្រុះគ្រួសារវិស័យរបស់យើងភ្លាមហ្មងលុះពេលគេបានស្លាប់វិស័យរបស់យើងបានហើយគឺថាសាសុគីរបស់យើងពេលនេះគឺថាវាលេខចាំបាច់ទៅដែរមានតែវានឹងបានតម្លាក់អូនសាសុគីរបស់យើងម៉ាលើអាកាសមកអ្នកគ្នាគ្រាន់ពេលអ្នកខាង Emilia របស់គេបានឃើញភ្លាមនេះនឹងក៏បានរត់អូសចូលដើម្បីចូលមកជួយម៉ែគឺថានាងបានរត់មកអូសជង្គង់មកគឺថាពេលនេះនាងក៏រៀងឈឺដូចគ្នាដែរព្រោះថានាងនៅក្នុងរាងកាយមនុស្សណាមិនមែនជាអ្នកក្លាហានដូចពីមុនទេលុះពេលខាង Lulifer វាបានស្លាប់តែវិស័យរបស់យើងហើយគឺថាវានឹងក៏បានច្រើនអ្នកគ្នាម៉ែវាបានប្រើវេទមន្តរបស់វាម៉ែបាញ់កំទេចកំទីទៅលើខាងទីក្រុងនឹងចោលភ្លាមហ្មងក៏ប៉ុន្តែគឺថាខណៈទីមួយក៏បែរជាដូចជាអាគារដែលបានបាក់បែកហ្នឹងក៏បានស្រាប់តែហោះនៅពាក់លើកណ្ដាលអាកាសតែម្ដងវាថាហោះស្គប់ណាដល់ហើយក៏បានធ្វើមនុស្សនៅក្នុងទីក្រុងហ្នឹងពួកគេមានផ្កាភ្ញាក់ផ្អើលមែនទេហ្មងហើយតែមានរឿងវាកើតឡើងហ្នឹងហេតុនេះបានជាអាដុំថ្មហ្នឹងហោះចឹងពិតមែនហើយរឿងនេះគឺជាស្នាដៃរបស់ស្ដេចវិស័យរបស់យើងនឹងឯងបាទដោយសារតែកម្លាំងវេទមន្តរបស់គេនឹងហើយទៅធ្វើឲ្យគេនឹងបានវត្តត្រឡប់ចូលមករាងកាយរបស់គេដូចដើមវិញឬខាងអូសាសុគីរបស់យើងលោកពេលដែលនាងបានដឹងខ្លួនមកវិញនេះនឹងក៏បាននិយាយទៅឃើញហើយតានោះគឺជាព្រានច្បងម៉ាអូចឹងមែនឬខាងសាសុរបស់យើងគេនឹងក៏បានប្រាប់ទៅខាងអ្នកខាង Emilia ថាឲ្យគេនឹងធ្វើអ្វីម្យ៉ាងទៅមើលអញឯងធ្ងន់ទៅអើយឯងលើស្ពានមួយទាំងមូលធ្ងន់ទៅអើយមើលឯងតិចមើលដល់ហើយខាងអ្នកខាង Emilia របស់យើងនេះក៏បានថាអូខេបងនាងក៏បានប្រែកាឡាគិនឈិនពីវម៉ាបានប្រែខ្លាយទៅជាសក់សហើយនេះនឹងក៏បានដកដៃសាស្ត្ររបស់នេះនឹងចេញមកភ្លាមហ្មងដល់ហើយខាងសាស្ត្ររបស់យើងគេនឹងក៏បានជួយឧបត្ថម្ភធំដោយឆ្នាំដេកលក់
បានធ្វើឲ្យមនុស្សលោកនៅក្នុងទីក្រុងដេកលក់អស់ភ្លាមមកអ្នកគ្នាអញ្ចឹងទៅធ្វើឲ្យពួកគេហ្នឹងបានតស៊ូយ៉ាងសប្បាយតែម្ដងដូច្នេះហើយក៏បានធ្វើឲ្យអ្នកខាងអេមីលីរបស់យើងនេះបានជួបទៅតស៊ូជាមួយលុយហ្វូម៉ែម៉ែល្អមែនទេមកតែម្ដងអូមើលមែនទេមកអ្នកគ្នាប៉ុន្តែបើយើងមើលទៅគឺថាស្នាដៃវារៀងខុសគ្នាតិចណាព្រោះថាខាងលុយហ្វូហ្នឹងវានឹងក៏មានវេទមន្តក្នុងការតស៊ូដូចគ្នាណាក៏ប៉ុន្តែគ្មានទេពេលហ្នឹងគឺថាបានអានស៊ីរបស់យើងហ្នឹងគេបានចូលមកជួយតន់ណាព្រោះថាពេលនេះអានស៊ីហ្នឹងគេនឹងក៏បានកម្លាំងវេទមន្តរបស់គេហ្នឹងចូលខ្លួនវិញដូចគ្នាដែរអានស៊ីក៏បាននិយាយថាព្រោះថាដោយសារតែស្ដេចវិស័យផ្ទៃរបស់គេហ្នឹងបានបញ្ចូលវេទមន្តរបស់គេហ្នឹងឲ្យគេដែរទៅធ្វើឲ្យគេហ្នឹងអាចរស់រានមានជីវិតបានឡើងវិញដូចខាងអបាគឺថាវាហ្នឹងបានលួចលាក់ពួនក្រោយទឹកនេះអញ្ចឹងណាគឺថាវាប្រាប់ថាវានឹងបំរុងដើម្បីលួចចាប់ការទៅលើពួកហ្នឹងគឺថាគេហ្នឹងបានប្រើកម្លាំងនៃវេទមន្តគ្រាប់កំភ្លើគាត់កំភ្លើលួចបាញ់ពួកឯងភ្លាមហ្មងគឺថាពួកឯងត្រូវតែមកគាត់កំភ្លើធ្លាក់ខ្វាក់ដូចចាមទេពួកឯងដល់ចាយខាងអ្នកខាងអេមីលីរបស់យើងគឺថានេះហ្នឹងបានដឹងទុកមុននេះហ្នឹងក៏បានកាក់គាត់កំភ្លើហ្នឹងទុកមុនទៅបកាច់នេះធ្វើឲ្យគេអត់កើតមកអត់តងោអត់ប្រយោជន៍មែនទេហ្មងគឺលុយហ្វឺវាទៅបានថាអើយបកាច់យកឲ្យជួយអញតិចឯមើលពួកវាកំពុងព្រុតវិញអញមួយអើយជួយតិចមើលអូបាគេបានថាអើយអត់កើតទេព្រោះថាគេទុកកម្លាំងវេទមន្តរបស់គេដើម្បីបើកអចក្រវាលដើម្បីវល់ត្រឡប់ទៅលោករបស់គេវិញបើសិនណាជាគេប្រើអញ្ចឹងវាមិនអស់កម្លាំងវេទមន្តអត់បានទៅផ្ទះវិញអីដូចខាងលុយហ្វឺវាក៏បានដែរបកាច់យកនេះបើសិនជាឯងមិនតស៊ូទេបើឯងងាប់មិនបានទៅផ្ទះដូចគ្នាបកាច់យកជួយតិចមកលឿនអញ្ចឹងហើយក៏បានធ្វើឲ្យការតស៊ូបានកើតឡើងគឺថាពួកគេបានតស៊ូ2ទល់2មកដាក់ឈុងឈិងនៅលើអាកាសអ្នកគ្នាចំណែកខាងខ្សែផ្សាយរបស់យើងគឺថាវានៅឈរតុបស្ពាននៅលើអាហ្នឹងឯងនៅឈរស្ទាក់ស្ទើរហ្នឹងតែម្នាក់ឯងហ្នឹងហើយម៉ែលើអាថ្នល់នេះម៉ែធ្ងន់មែនតើហ្មងនេះដល់ចឹងហើយគេនឹងក៏បានប្រើបែបរបស់គេដាក់វានឹងចុះម្ដងបន្តិចយ៉ាងងាយស្រួលតែម្ដងអូខេឥឡូវខ្សែផ្សាយរបស់យើងគឺថាគេនឹងខឹងមែនតើអ្នកគ្នាគេនឹងបានយកជាការហើយគេនឹងក៏ចាប់ផ្ដើមហោះឡើងមកម្ដងបន្តិចណាម៉ែមានអរ៉ាផ្សាយខ្មៅបានពាត់ពីពេញខ្លួនរបស់គេតែម្ដងគ្មានទេខ្សែផ្សាយនេះបានបបាំងកាយមកដល់មុខអាលូលីហ្វឺនឹងភ្លាមហ្មងខ្សែផ្សាយគេនឹងបាននិយាយថាថ្ងៃនេះគេនឹងក៏មានការធ្វើការផឹកថាមដូចគ្នាបើសិនណាជាយើងទៅធ្វើការយឺតណាយើងចាត់ទុកថានោះគឺជាកំហុសខុសឆ្គងរបស់ឯងណាលូលីហ្វឺឬខាងលូលីហ្វឺរបស់យើងវិញក៏ថាពេលនេះមុខវាញ័រផ្លោកប៉ោងអញម៉ែមុខលោកអញមើលអ្នកគ្នាអូនេះគឺជាលោកស្ដេចវិសាចតើយ៉ាងម៉េចលោកស្ដេចវិសាចនឹងយកជាការមែននៅលោកស្ដេចវិសាចក៏ប្រហែលស្ដេចវិសាចរបស់យើងនោះក៏បានប្រើវេទមន្តនោះម៉ែប្រវៃណានៃមកអ្នកគ្នាទូសាច់ជាមិនខានទេឯងម៉ែប្រវៃណានៃលោកលីហ្វឺវាបានថាអូលោកម្ចាស់ឲ្យត្រឹមតែមកទឹកខ្ញុំហ្នឹងទៅកូរ៉េបាត់ហើយបានប្រវៃណានៃអញ្ចឹងមិនដល់សេអូធ្លាក់មកដល់ប្រទេសកម្ពុជាវិញមិនថាទេនេះម៉ែស្ដេចវិសាចប្រងយ៉ាងម៉េចបាញ់វាពីប្រទេសជប៉ុនហ្នឹងបើមកដល់ប្រទេសខ្មែរអញ្ចឹងម៉ែនេះព្រមបើមកដល់កោះកុងអញ្ចឹងម៉ែរបស់កាច់នេះឲ្យធ្វើឲ្យគេដោះស្រាយណាដល់អញ្ចឹងខាងតែវិស័យបានដាក់ម្ដាយពីងម៉ាអ្នកគ្នាអាចមើលពីលើអាកាសបានអស្ចារពិតជាខ្លាំងមែនមានតែលុយហ្វឺប៉ោមុខប៉ោមាត់គួយដោយរឿងរ៉ាវដែលបានកើតឡើងចឹងហើយគឺថាគេនឹងក៏មិនអាចលាក់បាំងអ្វីបានណាដល់យ៉ាងហើយគេនឹងក៏បានប្រាប់រឿងរ៉ាវនេះទៅខាងសាស្ត្រកិច្ចចាំងរបស់យើងទៅគេនឹងបានប្រាប់ថាតាមពិតទៅគេនឹងបានមកពីខាងលោកខាងក្រៅណាគឺថាតាមពិតទៅនៅលោកមនុស្សគេនឹងគឺជាស្ដេចវិស័យអេមីលីនេះក៏បានថាតាមពិតទៅគឺថាខ្លួននាងផ្ទាល់នាងក៏បានមកពីខាងលោកផ្សេងដូចគ្នាដែរដោយខាងនៅលោកមនុស្សគឺថានាងនឹងគឺជាអ្នកក្លាហានហើយថានាងគឺជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលទេពអសរតាមទៀតផងដល់ចឹងខាងអេស៊ីលគេនឹងបាននិយាយដូចគ្នាដែរអូបានមិនឲ្យបានព្រោះថាតាមពិតទៅនៅខាងលោកមនុស្សខ្ញុំគឺជាអង្គរៈលោកតែវិស័យក៏ប៉ុន្តែគឺថានៅលោកមនុស្សខ្ញុំគឺជាប្រពន្ធរបស់គាត់ណាគឺថាខ្ញុំមកគឺជាអ្នករៀបចំផ្ទះសម្បែងឲ្យគាត់ដល់ចឹងក៏បានធ្វើឲ្យសាស្ត្រកិច្ចចាំងរបស់យើងនឹងក៏បានថាអូតាមពិតទៅអញ្ចឹងទេអីអូរៀមច្បងមកអូចាហ្នឹងគឺជាស្ដេចវិស័យនៅខាងភពក្រៅអញ្ចឹងមែនអូយម៉ែរត់ធ្វើឲ្យអូនកាន់តែចូលចិត្តហើយអូនចង់ត្រូវផ្លូវរបស់ស្ដេចវិស័យម៉ែនៅនេះម៉ែនេះសាស្ត្រកិច្ចចាំងរបស់យើងនឹងក៏បានថាអូយពិតជាអស្ចារ្យខ្លាំងមែនទេហ្មងព្រោះថាមានតែអ្នកខ្លាំងមែនទេហ្មងនេះដល់ចឹងខាងអេមីលីនឹងក៏បានថាមែនហើយគឺថារឿងរ៉ាវហ្នឹងវាអញ្ចឹងណាអញ្ចឹងគឺថានេះនឹងគ្មានរឿងរ៉ាវតាក់ទងអ្វីជាមួយស្ដេចវិស័យនោះឡើយអេមីលីនេះក៏បាននិយាយថាយ៉ាងម៉េចស្ដេចវិស័យពេលនេះឯងបានវិលត្រឡប់មកវិញណាតើឯងចង់វិលត្រឡប់ទៅលោករបស់ឯងវិញអត់ក៏ប៉ុន្តែស្ដេចវិស័យរបស់យើងគេក៏បានថាអូអត់តន់ទេព្រោះថាគេត្រូវទៅធ្វើការផឹកថាមនៅខាងក្រុមហ៊ុន McDonald របស់គេវិញណាស្អីគេស្អីវិស័យស្អីគេចង់វិលត្រឡប់ទៅវិញអញ្ចឹងមែនអញ្ចឹងគឺនឹងក៏បាននិយាយថាលោកស្ដេចវិស័យរៀងក្នុងការរត់អូសពិភពលោកមួយនេះហើយនឹងអីគេក្នុងការធ្វើការផឹកថាមតើមួយណាវាសំខាន់ជាងទៅដល់យ៉ាងខាងស្ដេចវិស័យគេនឹងបានថាអូមិនមែនហើយព្រោះថាធ្វើការផឹកថាមវាសំខាន់ជាងល្បអកាច់អើយបើសិនអត់ខំប្រឹងធ្វើការតិចអត់បានឡើងតំណែងទេណែនោះនេះរឿងមួយនេះក៏សូមចោលតែត្រឹមហ្នឹងណាព្រោះថាសូមចោលត្រឹមហ្នឹងហើយអញ្ចឹងហើយអ្នកគ្នាប្រហែលជាវល់អីមែនអត់ព្រោះថាខ្ញុំចូលចិត្តនិយាយបែបវល់អញ្ចឹងហើយវាសនុកស្ដាប់អត់បានទាំងអស់គ្នាព្រោះថាខ្ញុំចូលចិត្តនិយាយសប្បាយមែនអ្នកគ្នាអញ្ចឹងគឺថាមួយរយៈនេះអ្នកគ្នាប្រហែលជាឃើញខ្ញុំមានផុសយូរទេបើមិនពីថ្ងៃមួយក៏ប្រហែលជាអាចឈានដល់មួយអាទិត្យដែរក៏ប៉ុន្តែគឺថាខ្ញុំនឹងព្យាយាមធ្វើវាបានយ៉ាងលឿនឲ្យខ្លាំងបំផុតទេអ្នកគ្នាចាបើសិនជាអ្នកគ្នាចូលចិត្តការសម្រាប់របស់ខ្ញុំនឹងសូមម្នាក់មួយ like មួយ comment ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផងបាទក៏ប៉ុន្តែកុំភ្លេច subscribe ផងអ្នកគ្នាដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំដែរអញ្ចឹងណាព្រោះថាឥឡូវចិត្តបាន50 subscriber អ្នកគ្នាបើសិនណាជាបាន50 subscriber ខ្ញុំនឹងបញ្ចេញមុខឲ្យអ្នកគ្នាស្គាល់ខ្ញុំណា
nên nó kia bớt giờ nó sẽ cho chất ca phải là bọc nhóm cứ tha nhóm năng miền ai bịa ai chun po nó kia mà này cứ tham miền thầm bịa tha chun po này nó kia chụpแต่เรื่องนาล้อล้อให้นรกซื้อตัวเตี้ยมินปากโดยเยอะจุกในเวทโอครอสสำหรับไทยมันนี้จมเรียบเรียนาบ้าจุ๊บมา